កូរ៉េខាងត្បូងបង្កើនសកម្មភាពប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េយន់ហាប់នៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថាអតីតមេប៉ូលីសជនជាតិកូរ៉េខាងត្បូងលោកគីមឆាងយុនត្រូវបានតែងតាំងជាអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជាការតែងតាំងអតីតមេប៉ូលីសកូរ៉េខាងត្បូងឲ្យមកកាន់តំណែងជាអគ្គរដ្ឋទូតនៅកម្ពុជាគឺក្រោយពេលដែលកូរ៉េខាងត្បូងសម្រេចចាប់ដៃជាមួយប្រទេសសាមីដែលតំបន់អាស៊ីអាគ្នេយ៍ជាពិសេសកម្ពុជាបង្ក្រាបបទល្មើសឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជានិងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ការតែងតាំងអតីតមេប៉ូលីសជាតិកូរ៉េខាងត្បូងជាឯកអគ្គរដ្ឋទូតថ្មីនេះបង្ហាញពីបំណងរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលក្នុងការបន្ថែមកម្លាំងប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសការឆបោកតាមអនឡាញកាលពីខែមុនជនជាតិកូរ៉េខាងត្បូងចំនួន64នាក់ត្រូវបានក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបោកប្រាស់និងឃុំខ្លួននៅក្នុងប្រទេសកម្ពុជាត្រូវបានរដ្ឋាភិបាលក្រុងសេអ៊ូលជំរុញឲ្យរបបទីក្រុងភ្នំពេញបញ្ជូនជនជាតិខ្លួនទៅកាន់ស្រុកកំណើតនៅឯប្រទេសកូរ៉េខាងត្បូងវិញកាលពីខែសីហាឆ្នាំ2025នេះនិស្សិតជនជាតិកូរ៉េខាងត្បូងម្នាក់អាយុ22ឆ្នាំត្រូវបានគេចាប់ចម្រិតនិងធ្វើទារុណកម្មរហូតដល់ស្លាប់សាកសពរបស់និស្សិតជនជាតិកូរ៉េខាងត្បូងនេះត្រូវបានគេរកឃើញនៅក្បែរភ្នំបូកូក្នុងប្រទេសកម្ពុជារបបទីក្រុងភ្នំពេញដឹកនាំដោយក្រុមគ្រួសារហ៊ុនបានទទួលលុយយ៉ាងសន្ធឹកសន្ធាប់ពីពួកក្រុមឧក្រិដ្ឋជនឆ្លងដែនហើយបើកដៃឲ្យពួកក្រុមឧក្រិដ្ឋជនឆ្លងដែនទាំងនោះធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាយោងតាមរបាយការណ៍មួយរបស់អង្គការអន្តរជាតិHRC កាលពីខែឧសភាឆ្នាំ2025ប្រទេសកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសការឆបោកតាមអនឡាញរបាយការណ៍ដដែលនេះបានបញ្ជាក់ថាគ្រាន់តែការឆបោកតាមអនឡាញមួយមុខក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសកម្ពុជាអាចរកចំណូលបានពី15ទៅ19ពាន់លានដុល្លារអាមេរិកមេឧក្រិដ្ឋជនអនឡាញ Gen Z កាលពីពេលថ្មីនេះត្រូវបានសហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេសដាក់ក្នុងបញ្ជីខ្មៅតាមចាប់ខ្លួនហើយនឹងបានរឹបអូសទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ផងដែររហូតមកដល់ពេលនេះ Gen Z បានបាត់ដំណឹងហើយមិនទាន់ត្រូវបានចាប់ខ្លួននោះទេអ្នកវិភាគនយោបាយអន្តរជាតិសង្ស័យថារបបទីក្រុងភ្នំពេញកំពុងការពារនិងលាក់បំពួន Gen Z នៅកន្លែងមានសុវត្ថិភាពពីព្រោះ Gen Z គឺជាឃ្លាំងទ្រព្យរបស់របបនៅក្រុងភ្នំពេញនិងបានដឹងរឿងផ្ទៃក្នុងរបស់ទីក្រុងភ្នំពេញជាច្រើនរាយការណ៍ព័ត៌មានដោយនាងខ្ញុំបេឡារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23